ពុទ្ធជាម្ចាស់ព្រះអង្គឈ្នះនៅមាខាងក្នុងគឺអកុសលភាពសៅមងក្នុងចិត្តព្រះអង្គឈ្នះខ្លួនឯងហើយមាខាងក្រៅអត់មកយាយីព្រះអង្គបានទេគឺអានុភាពនៃបញ្ញាហ្នឹងធ្វើឲ្យមានឹងខ្លោបខ្លាចចាញ់ព្រះអង្គបងអញ្ចឹងណាអញ្ចឹងក្នុងន័យធម៌បើយើងបកស្រាយចាញ់ជាព្រះឈ្នះជាមាហ្នឹងក្នុងន័យថាយើងមិនទៅប្រកួតប្រកាន់ជេរបចោគ្នាទៅឲ្យវាខ្លាំងជាងទៅយើងឈ្នះអាហ្នឹងមិនឈ្មោះតែជាជ័យជំនះទេនៅក្នុងធម៌ណាគាត់ណាតែថាជ័យជំនះដែលខ្លាំងបកកែស័ក្តិសិទ្ធិមែនតែនជ័យជំនះដែលពិតប្រាកដឈ្នះលើអីគេក៏ឈ្នះលើអីគេឈ្នះលើខ្លួនឯងឈ្នះលើកំហឹងអានឹងជាជ័យជំនះដ៏ធំធេងបើយើងដឹងថាគេខឹងហើយ